បាទជំរាបសួរលោកគ្រូអ្នកគ្រូអញ្ចឹងខ្ញុំប្រាប់ពីរបៀបនៃការប្រាស់កម្មវិធី Date Converter ខ្មែររបស់យើងណាដែលជាកម្មវិធីដែលខ្ញុំសរសេរកូដដោយខ្លួនឯងអញ្ចឹងលោកគ្រូអ្នកគ្រូបាន file នេះនៅក្នុងក្រុមមកនេះ file ដែលខ្ញុំតម្លាក់ឲ្យណាចុច download វាសិនមកតមកទៀតលោកគ្រូអ្នកគ្រូចុច click មកស្ដាំយកពាក្យ show in folder មកវានឹងបង្ហាញ folder ដែលយើងបាន download មកអញ្ចឹងនេះវាបានជាលក្ខណៈជា file array អញ្ចឹងយើងធ្វើម៉េចបានដឹងថាជា file array អញ្ចឹងយើងមើលចុងកតុយនៃអក្សររបស់យើងឃើញពាក្យថាបាទយើងឃើញពាក្យមួយនេះ dot ឬក៏ហៅថាចុច RAR នេះគេហៅថា array file array ណាអញ្ចឹង file ហ្នឹងត្រូវតែពលាវាចេញសិនបានយើងអាចចុចតម្លើងបានបាទអញ្ចឹងយើងចុច click មកស្ដាំទៅលើ file array របស់យើងហើយយកពាក្យបាទបើនៅក្នុង Windows 10វានឹងបង្ហាញបែបនេះហើយណាតែ Windows 11ដំបូងឡើយចេញចេះអញ្ចឹង Windows 11ក៏អាចធ្វើអញ្ចឹងបានហើយចុចកន្លែង show more option ហ្នឹងមកឬក៏ចុច extract all ក៏បានដែរដែលយើងចុចចេះដើម្បីយើងមើលបានឃើញទាំងអស់គ្នាណាបាទទាំង Windows 10 Windows 11បានទាំងអស់អញ្ចឹងយើងចុច extract here នេះមកពេលតែបានពលាហើយវាចេញជាលក្ខណៈ folder បែបនេះអញ្ចឹងយើងបានបែបហ្នឹងទើបយើងអាចចូលប្រើបានណាចូលទៅក្នុងហ្នឹងមកបាទអញ្ចឹងវាមាន file ទាំងអស់នេះណាអញ្ចឹង file ទាំងអស់ហ្នឹងយើងប្រើមួយណាបាទអញ្ចឹងសូមប្រើនេះដែលមាន logo បែបនេះហើយទៅនៅចុងកតុយនៃអក្សរហ្នឹងមានពាក្យថា .exe ហ្នឹងជា file ដែលយើងអាចបើកប្រើបានណាហើយទំហំរបស់វាហ្នឹងគឺ125មេអញ្ចឹងបានន័យថានៅក្នុងមួយ folder ហ្នឹងទំហំធំជាងគេគឺមានអាហ្នឹងដែលជា file ដែលយើងអាចបើកប្រើបានហើយនៅក្នុងនេះគឺខ្ញុំដាក់ text មួយដែរសម្រាប់ឲ្យបើកអានរបៀបប្រើប្រាស់អញ្ចឹងខ្ញុំបានសរសេរជាភាសាខ្មែរដើម្បីស្រួលលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចអានបានទាំងអស់គ្នាមិនស្មុគស្មាញបាទអញ្ចឹងនៅក្នុងកម្មវិធីនេះគឺខ្ញុំចងវាសម្រាប់ប្រើរយៈពេលបាទ2026 2027និង2028អញ្ចឹង3ឆ្នាំណាអញ្ចឹងលោកគ្រូអ្នកគ្រូអាចប្រើពីឆ្នាំហ្នឹងឆ្នាំ2027ហើយឆ្នាំ2028ទៀតទៅយើងត្រូវអាប់ដេតកម្មវិធីនេះទៅមុខទៀតព្រោះអីកម្មវិធីខ្មែរនេះมันអាចធ្វើជាលក្ខណៈប្រើ full ពេញមួយជីវិតកើតទេព្រោះដោយសារយើងដឹងស្រាប់ហើយច័ន្ទគតិរបស់យើងវាមានការលើកដាក់ថ្ងៃអធិកមេហើយយើងផ្សេងយើងទៅថ្ងៃឡើងសាក់អីយើងញ៉ៃច្រើនណាបាទវាមានឆ្នាំមានអីញ៉ៃច្រើនជាងការកណនីបែបខ្មែរគណិតវិទ្យារបស់យើងទូទៅអញ្ចឹងតោះរបៀបប្រើប្រាស់គឺខ្ញុំដាក់នៅក្នុងនេះហើយអញ្ចឹងទី1គឺសូមលោកគ្រូអ្នកគ្រូបើកមិញហ្នឹងដូចខ្ញុំប្រាប់អញ្ចឹងគឺចុចបើកឯកសារដែលមានឈ្មោះបែបនេះនេះឈ្មោះបែបនេះហើយចុចclick មកស្ដាំទៅលើវាទៅនេះ file ហ្នឹងណា click មកស្ដាំចុចពាក្យ run ក៏បានចុច open ក៏បានឬក៏ចុច double click លើហ្នឹងក៏បានដែរបាទចុច double click ទៅវានឹងដំណើរការហើយបាទអញ្ចឹងដំណើរការនេះឧទាហរណ៍ថាថ្ងៃហ្នឹងថ្ងៃ25វាលោតថ្ងៃ25អូតូអញ្ចឹងហ្មងណាបាទចាំតែសរសេរថ្ងៃតែបើយើងចង់សរសេរថ្ងៃទៀតក៏បានដែរអាចសរសេរជាលក្ខណៈទម្រង់អញ្ចឹងមកឬក៏បាទអាចចុចរើសថ្ងៃមកបាទចឹងស៊ូមកដាលឲ្យស៊ូមើលតិចបាទអញ្ចឹងយើងអាចរើសថ្ងៃកន្លែងនេះចុចទៅលើប៊ូតុងកន្លែងកាលបច្ឆេទហ្នឹងមកចុចមកយើងអាចរើសថ្ងៃបាននេះណាបាទរើសថ្ងៃបានហើយកាលបច្ឆេទវានឹងលោតអូតូឲ្យយើងគឺកាលបច្ឆេទទូទៅយើងទម្រង់បែបនេះយើងអាចចុច copy មកយកទៅផាសនៅក្នុងកម្មវិធី Word Excel ណាមួយក៏បានដែលយើងសរសេរកិច្ចការរដ្ឋបាលលឿនណាដែលយើងមានអាហ្នឹងកម្មវិធីហ្នឹងវាជំនួយកិច្ចការរដ្ឋបាលយើងមិនចាំបាច់ទៅឆែបើកទូរស័ព្ទមើលថ្ងៃអីចឹងណាបាទហើយមិនចាំបាច់ទៅសរសេរនាំយូរទេចឹងយើងមានកម្មវិធីនេះមួយស្រួលហើយយើងអាច copy ការបច្ឆេទទម្រង់ខ្មែរចឹងក៏បានសូរ្យគតិណាឬក៏យើងអាចបាទ copy ទម្រង់កាលបច្ឆេទច័ន្ទគតិបែបនេះក៏បានដែរ copy ចឹងមកយើងអាចយកទៅផាសនៅក្នុងកម្មវិធី Word Excel របស់យើងក៏បានដែលយើងសរសេរយើងសរសេររដ្ឋបាលរបស់យើងណាបាទចុចផាសវាមកវានឹងមកហើយបាទនេះឃើញទេ
chẳng vì nghe sửa chẳng đấy còn là chụp copy pha vào mỏ và chăm cho xe nằm về ngày cho rồi bà chẳng ở cam thi ní nhưng mình bị prao phần nắng chẳng bà sân chia lúc này cụ mình rời ca với bà cho chơi là không group bỏ dựng bán rồi có tại tàu một nhóm bán là bay đo chia bó rồi có mình bánh hà nào mối xua bán á bà con chán lúc này cũ bà sân cho mình bánh hà ấy xôm xôm đo bỏ mình mà nhóm phone ấy bây giờ lúc này cũ cầm thi ní cứ prao cho mối Windows prao cho mối nâng Mac bán đấy nè bà prao cho mối cầm thi Windows trong Windows mình Windows đập mùi đâm ra vì chỉ là cái nào Windows đắp nâng Windows đập mùi trên tập ai pra bàn thấy pra cho mùi nâng học sắp 4 bit bà cầu bà sân tiếp chừng nắng cứ pra cài thế này bạn cho con chán làคุณในคือต้องเอานี้